សុខសប្បាយអ្នកនរគ្នាត្រឡប់មកវិញជាមួយនឹងវីដេអូ Ben 10 របស់ខ្ញុំទៀតហើយដែលថ្ងៃនេះដែរយើងនឹងជួបជាមួយនឹង Ben 10K ដែល Ben 10K នេះគឺជា Ben 10K នៅក្នុងរឿង Ultimate Alien ដែលម្ដងហ្នឹងសូម្បីតែ Dr. Paradox ហ្នឹងក៏គាត់បានមកដូចគ្នាដែរដោយសារសត្រូវយើងក្នុងវគ្គនេះដែរគឺជាមនុស្សមួយដែលអាចប្រែកាឡានិងឆ្លងពេលវេលាបានអញ្ចឹងកុំឲ្យអ្នកនរគ្នាចាំយូរយើង start ជាមួយនឹង episode របស់យើងទាំងអស់គ្នាដែល episode របស់យើងហ្នឹងគឺ start នៅពេលអនាគតដែល Eon ហ្នឹងគឺកំពុងតែវាយជាមួយនឹង Ben របស់យើងដែលមានអាយុរហូតដល់36ឆ្នាំហើយ Eon នឹងដែរអ្នកនរគ្នាគឺជា Eon តែមួយដែល Ben របស់យើងនឹងបានវាយនៅក្នុងរឿង Ben 10 មនុស្សហ្នឹងហើយខ្ញុំឃើញថាគ្នារបស់យើងនឹងគឺស្គាល់ជាមួយនឹង Eon នឹងច្រើនខ្លាំងមែនទែនដោយសារខ្ញុំបានផុសជាមួយនឹង episode ហ្នឹងប៉ុន្តែអត់សូវមានអ្នកមើលទេអញ្ចឹងអ្នកនរគ្នាចាំជាមួយនឹង Eon នឹងហើយខ្ញុំធ្វើការសម្រាយតហើយដែល Ben 10K ដែលយើងកំពុងតែឃើញនេះគឺជា Ben 10K មួយដែលឆ្លាតអ្នកនរគ្នាដែលគាត់នឹងគឺអាចប្រែកាឡាដែលមិនបាច់ខ្លាចជា alien ណាមួយទេចឹងបើចង់ប្រើជាមួយនឹងថាមពលភ្លើងអីរូបរាងរបស់គាត់គឺអត់ផ្លាស់ប្ដូរទេនៅតែជារូបរាង Ben ដដែលប៉ុន្តែគាត់អាចបាញ់ជាមួយនឹងភ្លើងបាន Eon នឹងចង់ប្រើជាមួយ Time Beam របស់គាត់ដើម្បីបាញ់ជាមួយនឹង Ben របស់យើងប៉ុន្តែ Ben ក៏បានប្រែកាឡា Clockwork ដើម្បីវាយយកឈ្នះជាមួយនឹង Eon វិញហើយដូចនៅក្នុងរឿងមនុស្សដែរនៅពេលដែលគាត់ថា Eon នឹងវាយចាញ់ជាមួយ Ben ភ្លាម Eon ជាមួយនឹងកូនចៅរបស់ Eon នឹងគឺបាត់ខ្លួនដូចគ្នាដែលដូចជាមួយនឹង movie live action របស់យើងដែរហើយនៅពេលដែលខ្លួនគិតថាខ្លួននឹងបានសម្លាប់ជាមួយនឹង Eon នឹងឃើញថា Dr. Paradox ក៏គាត់មកដល់ដែលនិយាយថា Eon នឹងគឺអត់ទាន់ស្លាប់ទេហើយចង់ឲ្យ Ben 10K របស់យើងនឹងឆ្លងពេលវេលាទៅក្រោយដើម្បីជួយជាមួយនឹង Ben 10 តូចចំណែក Ben ជាមួយនឹងគ្នាវិញគឺកំពុងតែអត់ដឹងអីទេនិយាយជាមួយនឹងគ្នាលេងសក់ហ្នឹងស្រាប់តែមានកងទ័ពជាច្រើនមែនតើនឹងបានមកដេញវាយជាមួយនឹង Ben របស់យើងហើយឃើញថាទាំងអស់នឹងដែរគឺជាកូនចៅរបស់ Eon ទាំងអស់អ្នកទាំងអស់គ្នាជាមួយនឹង Ben នឹងគឺបានប្រែកាយដើម្បីវាយជាមួយនឹងពួកនឹងដែរប៉ុន្តែគ្រាន់តែចាប់ជាមួយនឹងពួកនឹងភ្លាមឃើញថាវានឹងបាន teleport បាត់អស់លេងទៀតហើយចឹងក៏ Ben ដែលសារតែចង់ដឹងថា portal នឹងជាអីគេក៏ Ben របស់យើងនឹងក៏បានប្រើជាមួយនឹងថាមពល mana របស់គាត់ហើយឃើញថា Ben មនុស្ស Grandpa មនុស្សជាមួយនឹង Gwen មនុស្សរបស់យើងនឹងគឺកំពុងតែវាយជាមួយនឹង Eon នឹងឯងប៉ុន្តែនេះគេដាក់រូបតុក្កតាសិនអ្នកនរគ្នាដោយសារគេអត់ចង់ឲ្យ character របស់យើងនឹងបែរទៅជាបែកជាមួយនឹង Fort Wall ហើយអញ្ចឹងគេដាក់តុក្កតារបស់យើងនឹងសិនខំតែមើល design នឹងក៏ដឹងតែថាជា design Ben នៅក្នុងរឿងមនុស្សចឹង Dr. Paradox ជាមួយនឹង Ben 10K របស់យើងក៏សម្រេចចិត្តដែរក៏បានមកជួបជាមួយនឹង Ben ចំនួនឥឡូវនឹងឯងនៅពេលដែលជួបគ្នាហើយឃើញថា Ben ធំនឹងក៏បានបញ្យល់ទៅកាន់ Ben ដែរថាគាត់នឹងមិនមែនជា Ben 10K ដែលគាត់ជួបនៅការនៅពីទូចនឹងទេហើយគាត់បានប្រាប់ Ben ជាមួយនឹងគ្នាដែរថាធ្វើមិនហ្នឹងការពារជាមួយនឹង Time Stone នឹងឲ្យបានដោយសារគាត់ថាបើសិនជាមើលជាមួយនឹង Stone នឹងអត់ស្រួលទេ Eon នឹងអាច teleport មកកន្លែងនឹងបានហើយឃើញថាហ្នឹងក៏រៀងធ្ងន់ដែរអ្នកនរគ្នាត Ben របស់យើងនឹងជួយគ្នាទាំងពីរនាក់ទៅអាចលើកជាមួយនឹងហ្នឹងបានប៉ុន្តែនៅពេលដែលកំពុងតែហោះហ្នឹងគឺឃើញថាកូនចៅរបស់ Eon ហ្នឹងគឺបានចេញមកមុនគេហើយក៏បានវាយជាមួយនឹង Ben យើងជាមួយនឹង Ben 10K ផងដែរហើយដោយសារពួកកូនចៅហ្នឹងវារៀងកប៉ិចកប៉ុកដែរឃើញថា Ben ជាមួយគ្នានឹងចាត់ការពួកវាយ៉ាងងាយស្រួលខ្លាំងមែនតើប៉ុន្តែដោយសារតែពួកហ្នឹងគឺបានលួចដាក់ជាមួយនឹងខោបាច់នៅលើយន្តហោះហ្នឹងទើបធ្វើឲ្យ Ben ជាមួយនឹងគ្នាហ្នឹងហោះចេញពីកន្លែងយន្តហោះហ្នឹងដែរហើយនៅពេលដែល Ben ជាមួយនឹងគ្នាហ្នឹងយក Time Stone ហ្នឹងមកដល់កន្លែងហើយគឺឃើញថា Ben របស់យើងគឺប្រែកាឡាទៅជា Clockwork ចំណែកឯ Ben តូចរបស់យើងគឺប្រែកាឡាទៅជា Way Big ដើម្បីកំទេចជាមួយនឹង Time Stone មួយហ្នឹងហើយ energy ចេញពី Ben 10របស់យើងគឺខ្លាំងមែនតើអញ្ចឹងហើយ Ben របស់យើងក៏ត្រូវការពារ Kevin ជាមួយនឹង Dr. Paradox ដូចគ្នាតែមិនទាន់កំទេចជាមួយនឹង Stone បានសម្រេចហ្នឹងគឺយើងឃើញថា Eon ហ្នឹងគឺបាន teleport មកមុនហើយហ្នឹងដែលធ្វើឲ្យនីលកា Ben ធំជាមួយនឹង Ben ទូចរបស់យើងនឹងជាប់ជាមួយនឹង infection អូខេរបស់ Eon ហ្នឹងគឺទូចខ្លាំងមែនតើអ្នកនរគ្នាប៉ុន្តែគាត់ខ្លាំងមែនតើដែលអាចកំទេចជាមួយនឹង alien way big របស់ Ben របស់យើងបានបន្ទាប់មកដើម្បីការពារខ្លួននឹង Ben របស់យើងគឺបានចេញពីកន្លែងផាលរបស់ way big ហ្នឹងហើយប្រែកាឡាទៅជា Spore Fire ហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺបើកជាមួយនឹង ultimate form របស់គាត់ទៀតចំណែក Ben 10K របស់យើងមិនក៏អត់ចាំពេលយូរដែរគឺបានប្រែកាឡាជា Accelerate ហ្នឹងដើម្បីវាយជាមួយនឹងកូនចៅរបស់ Eon ដោយសារកូនចៅរបស់ Eon ហ្នឹងគឺច្រើនខ្លាំងមែនតើចំណែក Ben តូចរបស់យើងវិញឃើញថាខំប្រឹងវាយជាមួយនឹង Eon ខ្លាំងមែនតើប៉ុន្តែ Eon ហ្នឹងបានប្រើជាមួយនឹងថាមពលរបស់គាត់ដើម្បីកំទេចជាមួយនឹង Ultimate Form ធ្វើឲ្យ Ben របស់យើងនឹងបាត់បង់ Alien រហូតដល់2ក្នុងពេលតែមួយបន្ទាប់មកគឺចង់ប្រើជាមួយនឹងថាមពលរបស់គាត់នឹងស្រូបយកថាមពលរបស់ Ben ជាមួយនឹងនីលកាទៀតប៉ុន្តែ Ben ធំរបស់យើងនឹងគឺបានមកជួយតែ Eon ខិតខំបាញ់ជាមួយនឹង Laser របស់គាត់ដើម្បីទៅកាន់ជាមួយនឹង Ben 10K ប៉ុន្តែ Ben 10K នឹងគឺអាចប្រើជាមួយនឹងថាមពល mana ដូច Gwen របស់យើងបានដែរបន្ទាប់មកគាត់បានវាយជាមួយនឹងកូនចៅរបស់ Eon នឹងច្រើនខ្លាំងមែនតើហើយ Gwen ក៏បានប្រើជាមួយនឹង Magic Time របស់គាត់នឹងដើម្បីធ្វើឲ្យពួកនឹងស្កប់នៅមួយកន្លែងហើយនៅពេលដែល Kevin របស់យើងបានបើកជាមួយនឹង Mask មកឃើញថាកូនចៅរបស់ Eon ទាំងអស់សុទ្ធតែជា Ben របស់យើងនឹងឯងដោយសារតែ Eon វិញគឺស្រូបជាមួយនឹងថាមពលរបស់ Ben ទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺយក Ben ទាំងអស់នឹងធ្វើជាកូនចៅរបស់ខ្លួនទៀតចំណែក Eon វិញតាមពិតទៅគឺជា Ben របស់យើងនឹងឯងដែលនៅក្នុងជាមួយនឹង dimension មួយទៀតដែលជា dimension មួយដែលយ៉ាប់មែនតើដែលថា Gwen ជាមួយនឹង Grandpa Mech មិនត្រឹមតែប៉ុណ្្នឹងទេគ្រួសាររបស់គាត់នឹងត្រូវបានគេសម្លាប់ទាំងអស់ហើយក៏ចំណែនជាមួយនឹង Ben 10នៅក្នុង universe ផ្សេងទើបគាត់នឹងសុកចិត្តធ្វើរឿងទាំងអស់ហ្នឹង ប៉ុ
ប៉ុន្តែអត់ធ្វើអីអ្នកទាំងអស់គ្នាទោះបីជា Eon នឹងខ្លាំងប៉ុណ្ណាក៏ដោយ Ben នឹងបានប្រើជំនឿថាមពលរបស់ Jet Ray ដើម្បីកំទេចជំនឿ Time Stone មួយនឹងទៅធ្វើឲ្យ Eon របស់យើងនឹងអាច teleport មកវិញបានទេហើយ Ben 10K នឹងមុននឹងគាត់ទៅនឹងគឺគាត់បានបើកជំនឿ Alien ដែល Ben របស់យើងបាត់បង់នឹងឲ្យ Ben របស់យើងទៀតតែគាត់និយាយថាគាត់អត់ចង់ឲ្យ Ben របស់យើងវាយជំនឿ Alien ផ្សេងៗដែលបាត់បង់ជំនឿ Alien ដែលខ្លាំងដល់ថ្នាក់នឹងទេសំខាន់ណាស់នេះវាសុំអូកាឡា Ben ធំនឹងចង់ឲ្យបើកជំនឿ Master Control ប៉ុន្តែ Ben ធំរបស់យើងនឹងអត់ព្រមទេហើយ Dr. Paradox ក៏ teleport ទៅបាត់ទៅប៉ុន្តែគាត់ក៏បានផ្ដាំដែរថា Eon នឹងអត់ទាន់ស្លាប់ទៅណាទេអញ្ចឹងហើយ Ben របស់យើងនឹងគួរតែប្រយ័ត្នខ្លួនផងហើយអេពីសូតរបស់យើងនឹងគឺចាប់ត្រឹមហ្នឹងអ្នកទាំងអស់គ្នាហើយអរគុណទៅកាន់ប្រូពីរនាក់ដែលមានឈ្មោះថាឈុតដានេះជាមួយនឹងប្រូសុនសំណាងដែលគាត់បានសែនឲ្យខ្ញុំរហូតដល់ម្នាក់$1អ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាចង់ support ខ្ញុំដូចជាមួយពួកគាត់ដែរនេះគឺជា ABA របស់ខ្ញុំហើយអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានមើលវីដេអូខ្ញុំពីដើមរហូតដល់ចប់ហ្នឹងហើយកុំភ្លេច subscribe ទាំងអស់គ្នាផងអ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែន Goodbye and good luck